ប្រសិនបើថៃចង់លុប MOU ឆ្នាំ2000ជាឯកតោភាគីតើថៃអាចធ្វើបានដែរឬទេ MOU ឆ្នាំ2000រវាងកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី14ខែមិថុនាឆ្នាំ2000គឺជាឯកសារមួយមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរកិច្ចព្រមព្រៀងនេះមានគោលបំណងសំខាន់ក្នុងការកំណត់តំបន់ព្រំដែនការរក្សាសន្តិភាពនិងការបង្កើនកម្រិតសហការដើម្បីដោះស្រាយបញ្ហាជម្លោះតាមបណ្ដោយព្រំដែនដោយសារតែភាពសំខាន់នៃ MOU ឆ្នាំ2000ដូចនេះសំណួរដែលកំពុងត្រូវបានលើកឡើងគឺថាប្រសិនបើថៃចង់លុប MOU ឆ្នាំ2000ជាឯកតោភាគីមែនតើថៃអាចធ្វើបានដែរឬទេជាចំណងផ្លូវច្បាប់និងកាតព្វកិច្ចរវាងរដ្ឋមួយតាមច្បាប់អន្តរជាតិចំពោះកិច្ចព្រមព្រៀងទ្វេភាគីគឺរដ្ឋមួយមិនអាចដកខ្លួនចេញឬលុបកិច្ចព្រមព្រៀងជាឯកតោភាគីបានឡើយលុះត្រាតែកិច្ចព្រមព្រៀងឬ MOU នោះមានចែងនឹងបានកំណត់អំពីលក្ខខណ្ឌបញ្ចប់សុពលភាពប៉ុន្តែករណី MOU ឆ្នាំ2000រវាងកម្ពុជាថៃនេះមិនមានចែងដោយបានកំណត់សុពលភាពនោះទេយោងតាមច្បាប់អន្តរជាតិអនុសញ្ញាទីក្រុងវីយ៉ែនស្ដីពីច្បាប់សន្ធិសញ្ញាឆ្នាំ1969បានកំណត់ច្បាស់ថាកិច្ចព្រមព្រៀងណាមួយមិនអាចត្រូវបានបញ្ចប់ឬផ្លាស់ប្ដូរទេលុះត្រាតែសេចក្តីព្រៀងឯកភាពរួមគ្នារវាងរដ្ឋនិងរដ្ឋទាំងពីរជាមុនសិនពិតមែនតែជាកិច្ចព្រមព្រៀង MOU មែនប៉ុន្តែ MOU ឆ្នាំ2000នេះគឺបានคล้ายទៅជាកិច្ចព្រមព្រៀងអន្តរជាតិទៅហើយដែលមានតម្លៃដូចទៅនឹងសន្ធិសញ្ញាដែរនិងថែមទាំងត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិនិងបានផ្សព្វផ្សាយជាផ្លូវការដោយអង្គការសហប្រជាជាតិស្របតាមមាត្រា102នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិទៅទៀតព្រមទាំងមិនមានការបរិច្ឆេទផុតកំណត់ទៀតផងដូច្នេះមិនមានបទបញ្ញត្តិណាអាចអនុញ្ញាតឲ្យភាគីឬរដ្ឋណាមួយអាចលុបដោយឯកតោភាគីបានឡើយដូច្នេះ MOU ឆ្នាំ2000នេះនឹងមានសុពលភាពរហូតដល់ការវាស់វែងព្រំដែនគោករវាងកម្ពុជាថៃត្រូវបានបញ្ចប់ជាស្ថាពរបើនិយាយអំពីផលប៉ះពាល់ផ្នែកនយោបាយក្នុងករណីថៃប្រកាសបញ្ចប់ MOU ដោយឯកតោភាគីនោះមែនអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ទៅលើស្ថានភាពនយោបាយទំនាក់ទំនងទ្វេភាគីទំនុកចិត្តនៅក្នុងតំបន់អាស៊ាននិងអន្តរជាតិទាំងមូលសម្រាប់ផ្ទៃក្នុងប្រទេសថៃការមានចេតនាបែបនេះគ្រាន់តែដើម្បីអាចត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយបែបប្រជាពិធក្នុងការទាក់ទាញចំណាប់អារម្មណ៍ដើម្បីទទួលបានការគាំទ្រពីមហាជនឬក្រុមនយោបាយជាតិមួយចំនួនតូចរបស់ខ្លួនតែប៉ុណ្ណោះប្រសិនបើថៃប្រកាសលុប MOU ដោយឯកតោភាគីនេះមែននោះគឺវាជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងអាចនាំឲ្យប្រទេសថៃជួបនៅវិនាសផ្លូវច្បាប់នៅតុលាការអន្តរជាតិជាមិនខាន MOU ឆ្នាំ2000ត្រូវបានចុះហត្ថលេខាក្រោយពេលមិនមានការឯកភាពគ្នាលើចំណុចជាច្រើនស្ដីអំពីបញ្ហាព្រំដែនដែលប្រទេសទាំងពីរយល់ឃើញថាអាចបង្កឲ្យមានភាពតានតឹងនៅតាមព្រំដែននៅពេលណាមួយដោយសារកិច្ចព្រមព្រៀងនេះហើយទើបប្រទេសទាំងពីរបានសម្រេចបង្កើតគណៈកម្មការរួមដើម្បីធ្វើការវាស់វែងខ្សែបន្ទាត់ព្រំដែននិងដើម្បីស្វែងរកដំណោះស្រាយវិវាទព្រំដែនដោយសន្តិវិធីជៀសវាងការប្រជុំមុខដាក់គ្នាដោយអាវុធនៅថ្ងៃក្រោយនេះបង្ហាញថា MOU មិនត្រឹមតែជាឯកសារទូទៅទេប៉ុន្តែជាគ្រឹះដ៏សំខាន់ក្នុងការទប់ស្កាត់សង្គ្រាមនិងបង្កើតសន្តិភាពរវាងប្រទេសទាំងពីរទៀតផងជាញឹកញាប់គេតែងតែសង្កេតឃើញថាមានក្រុមជននិយមថៃមួយក្តាប់តូចតែងតែអះអាងថាទឹកដីកម្ពុជាមួយចំនួននៅតាមបណ្ដោយព្រំដែនជារបស់ថៃដូច្នេះហើយទើបគេទាមទារឲ្យលុប MOU ឆ្នាំ2000នេះចោលពលបើទុក MOU នេះនឹងនាំឲ្យខាតបង់ផលប្រយោជន៍របស់ថៃតែតាមពិត MOU ឆ្នាំ2000មិនមែនចេះតែនឹកឃើញនិងអាចលុបចោលតាមអំពើចិត្តបាននោះទេដូច្នេះរដ្ឋាភិបាលថៃគួរតែទប់ស្កាត់ចលនាជ្រុលនិយមក្នុងការប៉ុនប៉ងចង់លុប MOU នេះហើយត្រូវរួមគ្នាថែរក្សា MOU ឆ្នាំ2000នេះទុកក្នុងនាមជាគូភាគីហត្ថលេខីនិងដើម្បីផលប្រយោជន៍របស់ប្រជាជាតិរបស់យើងទាំងអស់គ្នាវានឹងរឹតតែពុំគួរស្ថិតនៅក្នុងការសម្រេចចិត្តរបស់មេដឹកនាំប្រទេសថៃក្នុងចំនួនអនុทิនដែលចេញមកបដិសេធ MOU ឆ្នាំ2000តាមខ្សែញាក់របស់ក្រុមអ្នកតវ៉ាក្រុមហេតុផលការធ្វើប្រជាមតិលុបចោលឬមិនលុបចោល MOU ឆ្នាំ2000នេះឡើយសម្ដីអះអាងរបស់នាយករដ្ឋមន្ត្រីថៃអនុทิនគឺពិតជាបានបង្ហាញនូវភាពល្ងង់ខ្លៅផ្នែកច្បាប់អន្តរជាតិនិងចេតនាបង្កចំនួនឲ្យកាន់តែតានតឹងថែមទៀតរវាងប្រទេសទាំងពីរកម្ពុជាថៃយោងតាមច្បាប់អន្តរជាតិយើងអាចសន្និដ្ឋានបានថាភាគីថៃមិនអាចលុបចោល MOU ឆ្នាំ2000ជាឯកតោភាគីបានឡើយការប្រកាសបែបនេះគ្រាន់តែសម្រាប់ទាក់ទាញចំណាប់អារម្មណ៍
លើផ្នែកនយោបាយនិងដើម្បីទាក់ទាញយកប្រជាប្រិយភាពក្នុងប្រទេសថៃខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែចំពោះកាតព្វកិច្ចអន្តរជាតិថៃនៅតែបន្តមានភារកិច្ចគោរពនិងអនុវត្តតាម MOU នេះដដែលជារឿយៗកិច្ចព្រមព្រៀងអន្តរជាតិគឺជាឧបករណ៍សំខាន់ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពដូច្នេះការរក្សាទុកនិងគោរព MOU ឆ្នាំ2000គឺជាប្រយោជន៍រួមដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាថៃនិងសម្រាប់តំបន់ទាំងមូលនិយាយជារួម MOU ឆ្នាំ2000ជាកិច្ចព្រមព្រៀងយោគយល់គ្នាមួយដើម្បីទប់ស្កាត់សង្គ្រាមនិងបង្កើនសន្តិភាពរវាងប្រទេសទាំងពីរពោលគឺមិនមែនជាកិច្ចព្រមព្រៀងដែលនាំឲ្យខូចប្រយោជន៍នៃប្រទេសទាំងពីរនោះទេដោយពិនវិជ័យអ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ